សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំលើកបង្ហាញពីអក្ខរក្រមភាសាអង់គ្លេស The English Alphabet បាទអញ្ចឹងសម្រាប់អ្នកដែលសិក្សាស្វែងយល់ពីភាសាអង់គ្លេសកម្រិតដំបូងពីរឿងមួយដែលសំខាន់ដែលមុនដំបូងរបស់យើងសិក្សាពីអក្ខរក្រមរបស់ភាសាអង់គ្លេសជាមុនសិនដើម្បីងាយស្រួលនៅក្នុងការសិក្សាភាសាអង់គ្លេសក្នុងកម្រិតបន្តទៀតបញ្ហាទី1គឺខ្ញុំពួកខ្លះផ្ដោតទៅលើអ្នកសិក្សាភាសាអង់គ្លេសកម្រិតដំបូងតែម្ដងនៅក្នុងការបញ្ចេញសំឡេងដល់ pronunciation នេះហើយបញ្ហាទី2ចង់ឲ្យបងប្អូនដែលគាត់អត់ទាន់ចេះភាសាខ្មែរក៏គាត់អាចសិក្សាស្វែងយល់ពីភាសាខ្មែរពីក្នុងវីដេអូនេះបានខ្លះៗដែរការបញ្ចេញសំឡេងការ pronunciation នេះគឺខ្ញុំវឹកហាត់ចុះឡើងដើម្បីឲ្យចងចាំនៅសំនៀងនៅក្នុងការអានទាំងភាសាខ្មែរនិងភាសាអង់គ្លេសបាទឥឡូវនេះយើងអានទាំងអស់គ្នា The English Alphabet បាទ The នេះគឺ article នាំមុខទេបាទវាមិនបាច់ចាំប្រែទេ English ប្រែថាភាសាអង់គ្លេស Alphabet អក្ខរក្រមគឺថា10អក្សរអញ្ចឹងយើងអានថា The English Alphabet The English Alphabet អក្ខរក្រមភាសាអង់គ្លេសអក្ខរក្រមភាសាអង់គ្លេស10អក្សរនៅក្នុងភាសាអង់គ្លេសអញ្ចឹងយើងសិក្សាទាំងអួតជឿនជាអ្នកហើយនឹងស្រៈនៅក្នុងនឹងទាំងអស់ទាំង consonant ហើយនឹង vowel ឥឡូវនេះយើងចូលចំណុចទីបន្តបាទនេះគឺជា English Alphabet អក្ខរក្រមភាសាអង់គ្លេសខ្ញុំសរសេរទាំងអក្សរធំ capital letter and small letter អក្សរធំអក្សរតូចហើយនឹងសំនៀងអានជាភាសាខ្មែរអញ្ចឹងឲ្យយើងអានទាំងអស់គ្នាបាទ A B B Z D D E F G H I J K L ហើយគឺយើងអានថា L I rồi anh đặt em rồi N O P Q R S T U V W X Y Z rồi bây giờ anh là Z và lấy ní châu là đo trên mặt chim mình to trực tiếp và đâyคือ capital letter và so thông
capital letter in English alphabet ហើយនេះគឺជា phonetic symbol សម្រាប់ការបញ្ចេញសំឡេងអានហើយ phonetic symbol for pronunciation អញ្ចឹងយើងអានទាំងអស់គ្នាបាទ A A B B C C D D E E F F G G H H I I J J K K L L N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  O O P P Q Q R R R S S T T U U V V W W បាទនេះយើងសង្កត់សំឡេងកន្លែងនេះ W W X X Y Y Z Z Z គឺយើងអានថា C Z ឥឡូវនេះយើងចូលចំណុចជាបន្តទៅទៀតបាទនេះជា small letter អក្សរតូច small letter អក្សរតូចដូចជាទម្រង់អក្សរតូចនៅក្នុងភាសាអង់គ្លេសបាទ small letter in English alphabet អញ្ចឹងយើងទៅខាត់អានទាំងអស់គ្នាអត់មានទាំងភាសាខ្មែរអត់មានទាំង phonetic symbol សម្រាប់ pronunciation ទេអញ្ចឹងយើងទៅខាត់ទាំងអស់គ្នាបាទ pronunciation drill ឥឡូវយើងចាប់ផ្ដើមដូចយើងអានថា A A B B C C D D E E F F G G H H I I J J K K L L N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  O O P P Q Q R R S S T T U U W W W X X Y Y Z Z Z
và lầnนี้អស់ហើយតាក់ទងទៅនឹងអក្ខរក្រមភាសាអង់គ្លេសនេះអញ្ចឹងសូមរងចាំសិក្សាមេរៀនថ្មីបន្តទៀតនៅវីដេអូលើកក្រោយបាទ